cái đào môi còn phải chui xe từng óc kia ở vị trí chân không ai dân ban lư từng óc kia được hết đừng ơiបងប្អូននឹងមិនអត់គ្រាន់តែញុកទៅដល់ប្រទេសបារាំងភ្លាមមានអីភាគអេសាននៃប្រទេសបារាំងបានធ្លាក់យន្តហោះមួយគ្រឿងបងប្អូនមនុស្សយ៉ាងហោចណាស់11នាក់បានស្លាប់ភ្លាមតែម្ដងក៏ប៉ុន្តែក៏មានក្រុមសង្គ្រោះបានទៅជួយសង្គ្រោះទាន់ពេលដែរបងប្អូនចាអូយរហូតមកដល់ម៉ោងនេះអត់ទាន់ដឹងពិតប្រាកដថាស្លាប់ឬក៏របួសប្រមាណអ្នកបន្ថែមទៀតទេបងប្អូនអើយនេះអូយមិនចេះសើចយំបានទេបងប្អូននេះអាចង្រៃនេះគ្រួសារអាចង្រៃហ្នឹងទៅដល់ណាចង្រៃកន្លែងហ្នឹងបងប្អូនណាហ្នឹងហើយនេះអូយអញញុកហើយញ៉ាំមិនចង់អញទៅដល់ណាចង្រៃឡើងហ្នឹងអូយសំណាងណាស់ដែលហែងឆ្លងមួយកម្ពុជាហើយមកមិនកើតបើហែងមកដឹងអាម៉េចអាម៉ាទេអញញុកអើយអូយប្រជាជនចោលសៀនទាំងឡាយនេះមកមើលវីដេអូនេះស្ដាច់ហែងទៅលេងណាចង្រៃកន្លែងហ្នឹងឃើញទេគ្រាន់តែជាជាប់ទឹកដីបារាំងភ្លាមប្រជាជនបារាំងស្លាប់អស់11អ្នកភ្លាមមានបន្ទាន់បងប្អូនពុកម៉ែចាកុំឲ្យរំលងឲ្យសោះជួយចែករំលែកគ្នាម្នាក់មួយឲ្យ mention អូស្ត្រាលីចូលបងប្អូនចា share ឲ្យបានទូលំទូលាយបងប្អូនចានេះបើយោងតាមសារព័ត៌មាន Mathicon Online News របស់ប្រទេសថៃគេបានផ្សាយនៅថ្ងៃ29មិថុនានឹងថាចេះបុគ្គលិកអាកាសចរថៃម្នាក់ដែលបម្រើការងារក្នុងក្រុមហ៊ុនអាកាសចរ Thai Airways ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអូស្ត្រាលីពីបទលួចដឹកជញ្ជូនគ្រឿងញៀនបងប្អូនសាហាវរបស់គេញាក់សាច់នេះបើយោងតាមរបាយការណ៍លម្អិតរបស់ប៉ូលីសអូស្ត្រាលីចាគេបានបញ្ជាក់ថាពីករណីចាប់ខ្លួនបុគ្គលិកស្រីក្រុមហ៊ុនអាកាសចរ Thai Airways មួយរបស់ប្រទេសថៃបន្ទាប់ពីរកឃើញថាលាក់ថ្នាំញៀនប្រភេទ heroin ទម្ងន់1គីឡូក្រាមដែលមានតម្លៃថ្លៃជាង$50,000សហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសអូស្ត្រាលីហើយអាជ្ញាធរអូស្ត្រាលីបានចាប់ខ្លួនបុគ្គលិកស្រីអាកាសចររូបហ្នឹងពីបទលួចដឹកជញ្ជូន heroin ហ្នឹងនៅពលានយន្តហោះហើយត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន2ករណីទៀតបងប្អូនចាមានទោសជាប់ពន្ធនាគារអតិបរមារហូតដល់25ឆ្នាំហើយបើគិតជាសាច់ប្រាក់លុយថៃវិញណាខ្ទង់11.5លានបាតបងប្អូនចាអើយកន្លះលានដុល្លារបងប្អូនណាមិនតិចទេណាអូ my god ហើយឥឡូវហ្នឹងបងប្អូនក្រុមហ៊ុនអាកាសចរ Thai Airways ហ្នឹងដែលជាប្រធានប្រតិបត្តិ CEO គេនឹងបើកករណីស៊ើបអង្កេតលើបុគ្គលិកស្រីអាកាសចររូបហ្នឹងដែលត្រូវបានឃាត់ខ្លួននិងចាប់ខ្លួននៅឯប្រទេសអូស្ត្រាលីហ្នឹងអញ្ចឹងណាថៃគេបានសន្យាថាគេនឹងសហការជាមួយខាងប៉ូលីសអន្តោប្រវេសន៍របស់ខាងអូស្ត្រាលីហ្នឹងយ៉ាងខ្ជាប់ខ្ជួននិងគោរពទៅតាមច្បាប់បើសិនជាករណីស៊ើបអង្កេតទៅបុគ្គលិកស្រីហ្នឹងមានការជាប់ពាក់ព័ន្ធមែនទេមានការជាប់ពាក់ព័ន្ធមិនបើគេចាប់បានផុសតាំងថ្នាំញៀន heroin ទាំងមុខអីហ្នឹងហ៎មានអីត្រូវថាជាការយល់ច្រឡំទៀតចេះតែវៀនហ្មងលោកឯងលោកផុសតាំងនៅនឹងមុខអាថៃហ្នឹងប៉ុនមែនណាបងប្អូននេះរបៀបគេស្នើសុំទៅខាងអូស្ត្រាលីបងប្អូនគេស្នើសុំឲ្យបង្កើតគណៈកម្មការវិន័យតាមនីតិវិធីបើសិនជារកឃើញផុសតាំងច្បាស់លាស់អត់រកឃើញផុសតាំងច្បាស់លាស់មិនបើគេឆែកទៅម្នាក់ស្រីហ្នឹងលាក់គ្រឿងញៀនឡើងជាង1គីឡូនេះតម្លៃលុយលើ2កន្លះលាននេះផុសតាំងនៅនឹងមុខនេះហើយគេថាចេះបើសិនជាការពិតមែនគេនឹងដេញចេញមែនអត់ដេញចេញនេះចាជាប់គុក25ឆ្នាំសាហាវអត់បងប្អូនចាអញ្ចឹងណាប្រទេសថៃគឺបែបហ្នឹងអញ្ចឹងហើយវាអត់ខុសអីទេដែលគេរឹតបន្តឹងអ្នកដែលកាន់ប៉ាសពតថៃហើយម៉ែក្រុមហ៊ុន Thai Airways បងប្អូនមិនសិនចែករំលែកគ្នា Thai Airways ចារកស៊ីខាងអាកាសចរប៉ុន្តែម៉ែបុគ្គលិក Thai Airways របស់ប្រទេសថៃរត់ពន្ធគ្រឿងញៀនឆ្លងប្រទេសបងប្អូនអូយរូបភាពមួយសន្លឹកនេះហើយខ្ញុំមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែនជាមួយនឹងការសរសេររបស់ចៅព្រៃសៀមលើក្របបែកយន្តហោះចម្បាំងរបស់ពួកវាបងប្អូនពេលដែលខ្ញុំឃើញរូបភាពនេះហើយខ្ញុំមិនអាចពំនាំយកមកជូនពេលដែលខ្ញុំឃើញរូបភាពមួយសន្លឹកនេះហើយខ្ញុំមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែនជាមួយនឹងការសរសេររបស់ចៅព្រៃសៀមលើក្របបែកយន្តហោះចម្បាំងរបស់ពួកវាបងប្អូនពេលដែលខ្ញុំឃើញរូបភាពនេះហើយខ្ញុំមិនអាចអត់ពំនាំយកមកជូនដល់បងប្អូនប្រជាជនខ្មែរដែលមិនចេះឈឺចាប់ដែលមានខួរក្បាលអន់ជាងសត្វឆ្កែទៀតណានិយាយចំពីអញ្ចឹងហ្មងណានៅតែគ្រប់គ្រងផលិតផលសៀមទៀតនេះវាជារឿងមួយដែលហួសចិត្តខ្លាំងមែនទែនបងប្អូនពាក្យដែលវាសរសេរនៅលើក្របបែកយន្តហោះចម្បាំងរបស់ចៅព្រៃសៀមនេះវាសរសេរពាក្យជេរប្រមាថចិត្តសាសខ្មែរយើងខ្លាំងមែនទែនដែលវាសរសេរពាក្យថាខួយខ្មែរពាក្យនេះគឺជាពាក្យមួយដែលនិយាយទៅប្រមាថហើយចិត្តសាសដោយរឆានសៀមនេះគឺជាចិត្តសាសមួយដែលអាក្រក់ខ្លាំងមែនទែនហើយដើម្បីក៏នៅតែមានខ្មែរមួយចំនួននៅតែគ្រប់គ្រងផលិតផលវាទៀតអ្វីដែលយើងអាចកំទេចវាបានណាគឺយើងត្រូវតែធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយវាយើងត្រូវតែកំទេចសេដ្ឋកិច្ចរបស់សៀមឲ្យចេញផុតពីទឹកដីខ្មែរយើងបើបងប្អូនចង់ឈ្នះវាបងប្អូនសរសេរដាក់ជាមួយនឹងក្របបែកដែលជាក្របបែកមកកំទេចប្រទេសខ្មែរយើងនេះគឺជារឿងមួយដែលសាហាវហើយមានតែជាតិសាសន៍ដោយរឆានសៀមទេដែលវាធ្វើណាហើយដើម្បីក៏នៅតែមានបងប្អូនមួយចំនួនតូចនេះវានៅតែប្រើប្រាស់ផលិតផលសៀមបានទៅរួចពាក្យនេះគឺប្រមាថណាពាក្យនេះគឺជេរយើងអាសាហាវណាទូទាំងប្រទេសពាក្យថាខួយខ្មែរគឺវាឌីលខ្មែរទូទាំងពិភពលោកពាក្យថាខួយខ្មែរគឺជាពាក្យមួយដែលជេររបៀបមើងងាយថោកទាបបំផុត
ហើយខ្ញុំមិនអាចមើលឃើញរូបភាពនេះហើយខ្ញុំជឿចាប់តែម្នាក់ឯងខ្ញុំយកមកបកប្រែជូនបងប្អូនអរគ្នាបានដឹងហើយខ្ញុំយកមកពង្រឹងផ្លូវចិត្តបងប្អូនទាំងអស់គ្នាបន្ថែមទៀតជាមួយនឹងការចូលរួមពហិការអវ៉ាន់សៀមដាច់ខាតយើងត្រូវតែចូលរួមគ្នាធ្វើចម្បាំងសេដ្ឋកិច្ចជាមួយនឹងចៅព្រៃសៀមឲ្យឈ្នះវាសេដ្ឋកិច្ចរបស់សៀមត្រូវតែដួលរលំដោយដៃប្រជាជនខ្មែរយើងទូទាំងពិភពលោកគុំគិតថារឿងនេះវាមិនអាចទៅរួចបងប្អូនប្រកាសជាបានដឹងហើយថាបន្ទាប់ពីការរួបរวมសាមគ្គីរបស់យើងកំទេចសេដ្ឋកិច្ចសៀមបងប្អូនឃើញនៅក្នុងប្រទេសវាកំពុងតែជួបភាពបែបណាអានេះខ្មែរយើងមិនរួមសហការគ្នា 100% ផងបើថាខ្មែរយើងរួមសហការគ្នា 100% ហើយនៅក្នុងប្រទេសខ្មែរយើងមិនមានទំនិញសៀមខ្ញុំជឿហ្មងសៀមនឹងកាន់តែក្តៅក្រហាយជាងនេះណាហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងមានការចែករំលែកឲ្យបានច្រើនដើម្បីទៅដាស់តឿនសតិអារម្មណ៍របស់ប្រជាជនខ្មែរមួយចំនួនដែលនៅតែគ្រប់គ្រងផលិតផលសៀមវាមានកំណត់អាក្រក់ណាស់បងប្អូនអរគ្នាវាសម្រាប់ប្រជាជនខ្មែរយើងវាកំទេចហិដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសខ្មែរយើងវាមកប្លន់ដីខ្មែរយើងហើយវាភ្ជាប់នៅពាក្យប្រមាថមើលងាយជាមួយនឹងគ្រាប់បែកយន្តហោះចម្បាំងនេះគឺពិតជារឿងខុសខើខ្លាំងណាស់ในคลิปนี้นะกูจะฝากถึงไอ้พวกนักข่าวทั้งหลายรวมกับไอ้เฮียทั้งหลายที่ในประเทศสยามที่มันออกรายการทำข่าวมึนงงทำไมประเทศของกูเนี่ยเกลียดชังพวกมึงขนาดไหนมึงดูการกระทำพวกมึงดีว่าพวกกูสมควรเกลียดพวกมึงไหมนะมึงดูการกระทำพวกมึงดีว่าพวกกูเนี่ยน่าจะเกลียดพวกมึงแบบไหนมึงยังไม่รู้ตัวอีกเหรอว่าชาติพวกมึงมันชั่วแบบไหนอะมึงรู้ไหมพวกมึงเป็นสันดานโจรเดรัจฉานที่เข้ามาปล้นดินแดนของกูใช้ลูกระเบิดไอ้16กริปแพนมาถล่มประเทศของกูแล้วพวกมึงทำข่าวงงถามพวกกูว่าทำไมเกลียดชังพวกมึงแบบนี้ฮะถ้าเรื่องนี้เกิดขึ้นกับประเทศพวกมึงจะเข้าใจความรู้สึกของประเทศกูละแล้วกูขอให้เรื่องทั้งหลายที่พวกมึงทำกับประเทศของกูเนี่ยมันจะเกิดขึ้นกับประเทศพวกมึงเร็วๆนี้แล้วกูก็รอดูว่าพฤติกรรมของพวกมึงอ่ะจะเป็นแบบไหนนะขนาดแค่ประชาชนมาเลยูเขาจะเอาคืนดินแดนที่เขาเสียกับพวกมึงยังเรียกเขาว่าโจรตายเลยแล้วมึงหันมาดูพฤติกรรมของพวกมึงดิว่ามันเป็นแบบไหนนะอิชาติเดชานสุดยอดอะลูกระเบิดเคียนดาประเทศของกูแต่คำดาเนี่ยมันจะคลับไปหาพวกมึงเองนะอิชาติเดชานสันดานโจรต่อกำเนิดอิชาติชั่วការយូអិនក្លូរវាងកម្ពុជានិងថៃដល់ណាហើយតើពេលណាទើបចាប់ផ្ដើមសាសនាជាផ្លូវការបច្ចុប្បន្ននេះដំណើរការយូអិនក្លូរវាងកម្ពុជានិងថៃគឺបានឈានចូលដំណាក់កាលជាផ្លូវការហើយដោយកម្ពុជាយើងបានដាក់សំណើចាប់ផ្ដើមនីតិវិធីសាសនាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រខណៈដែលថៃក៏បានឆ្លើយតបហើយចូលរួមផងដែរដោយបានចាប់តាំងអ្នកសាសនារបស់ខ្លួនចំនួន2រូបរួចរាល់ហើយជំហានបន្ទាប់ភាគីទាំងពីរកម្ពុជានិងថៃនឹងរួមគ្នាបង្កើតគណៈកម្មការសាសនាដែលមានសមាជិក5រូបដើម្បីអាចចាប់ផ្ដើមកិច្ចប្រជុំនិងពិនិត្យមើលអំណះអំណាងរបស់ភាគីទាំងពីរជាធម្មតានៅក្នុងដំណាក់កាលរៀបចំនេះវាអាចចាយពេលចន្លោះពី2ទៅ3សប្តាហ៍ឬក៏ចន្លោះពី2ខែទៅ3ខែពុកម៉ែបងប្អូនអរគ្នាមុននឹងឈានទៅដល់ការផ្សះផ្សាជាផ្លូវការតែបើនិយាយពីដំណើរការផ្សះផ្សាទាំងមូលវិញគឺអាចចាយពេលចន្លោះពី1ឆ្នាំទៅ2ឆ្នាំឬយូរជាងនេះអាស្រ័យទៅលើភាពស្មុគស្មាញនិងឆន្ទៈនយោបាយរបស់ភាគីទាំងពីរនេះបើយើងមើលតាមករណីជាក់ស្ដែងដែលធ្លាប់កើតមានគឺករណីទីTimor-Lesteជាមួយនឹងអូស្ត្រាលីដូច្នេះករណីកម្ពុជានិងថៃក្រោម UN Close នេះក៏ត្រូវការពេលវេលាសមស្របផងដែរពីព្រោះអីនីតិវិធីនេះគឺជានីតិវិធីសាសនានិងដោះស្រាយចំនួនដោយសន្តិវិធីអញ្ចឹងហើយសង្ឃឹមថាពុកម៉ែបងប្អូនបានយល់និងបន្តតាមដានព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាអំពីដំណើរការ UN Close រវាងកម្ពុជានិងថៃនេះ